បាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅបាទទៅកេះ Facebook เนาะហ្នឹងហើយទៅអង្គាល Facebook ឲ្យគេចាប់អារម្មណ៍យើងឲ្យគេដឹងថាយើងនេះក៏ចង់រកប្រាក់ចំណូលតាម platform នេះដែរเนาะហ្នឹងហើយរបៀបធ្វើនោះគេធ្វើយ៉ាងណាបាទតាំងពី Facebook មានការអាប់ដេតមកគឺខ្ញុំជឿជាក់ថាបាទបងប្អូននឹងបាត់ឧបករណ៍ចាស់ចោលអស់ហើយเนาะហ្នឹងហើយក៏នឹងមានបាទឧបករណ៍ថ្មីឧបករណ៍ CM ឬមួយក៏ content monetization ហ្នឹងមកគ្រប់គ្នាហើយមែនទេបងប្អូនទាំងអស់គ្នាបាទហើយក៏មានបងប្អូនយើងជាច្រើនអ្នកដែលឆាតមកសួរเนาะហ្នឹងហើយបងគេតម្លាក់អញ្ចឹងឲ្យតែយើងធ្វើយ៉ាងណាបាទដើម្បីបានបតង់ហ្នឹងមករលុយเนาะហ្នឹងហើយបាទវីដេអូនេះនឹងមានចម្លើយជូនបងប្អូនទាំងអស់គ្នាបាទចំពោះបងប្អូនខ្លះគាត់ធ្វើតែបាទពី3ខែទេគឺគាត់អាចបានទទួលបតង់ហ្នឹងเนาะហ្នឹងហើយប៉ុន្តែចំពោះបងប្អូនខ្លះហ្នឹងហើយគាត់ធ្វើបាទមួយឆ្នាំអីហើយក៏នៅតែអត់ទាន់បានទេបងប្អូនទាំងអស់គ្នាបាទព្រោះថាពេលដែលគេតម្លាក់បតង់ហ្នឹងឲ្យគឺគេតម្លាក់លក្ខណៈព្រាវបងប្អូនបាទហ្នឹងហើយលក្ខណៈដូចយើងចាប់ឆ្នោតអញ្ចឹងហ្នឹងហើយវាអត់មានគោលការណ៍អីច្បាស់លាស់ដោយកាលពីមុនទេបាទគឺគេត្រូវតម្លាក់ឲ្យគឺតម្លាក់ឲ្យអញ្ចឹងតែម្ដងបើថាគេមិនត្រូវតម្លាក់ឲ្យបាទអ្នកខ្លះណាបើបយូបាទរាប់លានហើយក៏គេនៅតែមិនតម្លាក់ឲ្យដែរបងប្អូនបាទហ្នឹងហើយបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅបាទទៅកេះ Facebook เนาะហ្នឹងហើយទៅអង្គាល Facebook ឲ្យគេចាប់អារម្មណ៍យើងឲ្យគេដឹងថាយើងនេះក៏ចង់រកប្រាក់ចំណូលតាម platform នេះដែរเนาะហ្នឹងហើយរបៀបធ្វើនោះគេធ្វើយ៉ាងណាបាទតោះទៅមើលទាំងអស់គ្នាបាទជាដំបូងឡើយបងប្អូនចូលមក profile របស់យើងមកបាទចុចរូប profile យើងទូចៗហ្នឹងមកបាទបន្ទាប់មកបងប្អូនចុចពាក្យថាផ្ទាំងព័ត៌មានអាជីពនេះមកបាទហ្នឹងហើយបាទយើងចុចចូលមួយទៅបាទបន្ទាប់មកបងប្អូនអូសមកខាងក្រោមមកបាទរកឧបករណ៍នៃយើងបាទរកប្រាក់ចំណូលណាតើយើងមានឧបករណ៍អីសម្រាប់រកលុយខ្លះបាទបងប្អូនចុចកន្លែងមើលទាំងអស់នេះមកបាទយើងចុចចូលទៅបាទឃើញថាឧបករណ៍យើងនៅជាប់សោនៅឡើយទេបងប្អូនទាំងអស់គ្នាបាទមិនទាន់ដោះសោទេហ្នឹងហើយបើសិនជាកន្លែងហ្នឹងគេទម្លាក់ឲ្យយើងគឺមានពាក្យថារៀបចំនៅខាងចុងเนาะបងប្អូនប៉ុន្តែឥឡូវនេះគឺគេអត់ទាន់ឲ្យយើងរលុយទេគឺយើងអត់ទាន់មានសិទ្ធទេបាទម្ល៉េះហើយយើងចុចចូលកន្លែងហ្នឹងមួយមកបងប្អូនទាំងអស់គ្នាបាទបន្ទាប់មកដល់កន្លែងនេះបងប្អូនចុចពាក្យថានេះមកនេះខ្ញុំចាប់អារម្មណ៍បាទយើងចុចចូលមួយទៅបាទបន្ទាប់មកគេនឹងឲ្យយើងបាទសរសេរពាក្យបញ្ចូលទៅថាយើងបាទមានការចាប់អារម្មណ៍ដោយរបៀបណាបាទហើយយើងបាទសរសេរទៅបងប្អូនទាំងអស់គ្នាបាទយកខ្ញុំមានបាទសំណេររួចហើយបាទខ្ញុំ copy ចូលតែម្ដងមកបាទបងប្អូនអាចនឹងយកអក្សរហ្នឹងទៅដាក់តាមខ្ញុំក៏បានដែរឬមួយក៏បងប្អូនបាទមានបាទ clear ឬមួយក៏អត្ថន័យយ៉ាងណាដែលល្អជាងនេះបងប្អូនក៏អាចសរសេរតាមហ្នឹងមកណាហ្នឹងហើយបាទចំពោះបងប្អូនដែលគាត់អត់តន់មានអត់ចេះភាសាអង់គ្លេសបងប្អូនអាចយកអក្សរនេះទៅបាទដាក់បានเนาะហ្នឹងហើយចាំខ្ញុំទម្លាក់អក្សរហ្នឹងនៅក្នុង comment เนาะហ្នឹងហើយបាទបន្ទាប់មកយើងចុចពាក្យថាបញ្ជូនទៅបាទឥឡូវគឺការស្នើរបស់យើងបានជោគជ័យហើយបងប្អូនទាំងអស់គ្នាបាទបន្ទាប់មកបងប្អូនបាទចេញពីកន្លែងហ្នឹងទៅឬផាត់ចេញទៅហើយបើយើងចង់ចូលមើលកន្លែងហ្នឹងមួយសារទៀតក៏វាអត់មានកន្លែងឲ្យយើងស្នើទៅម្ដងទៀតដែរណាបងប្អូនបាទគឺ account មួយគឺយើងអាចស្នើបានតែម្ដងទេបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្នើរួចហើយបងប្អូននឹងទទួលដំណឹងល្អឆាប់นาะនឹងឲ្យជូនពរឲ្យបងប្អូនទាំងអស់គ្នាបាទបានទទួលបតង់ CM គ្រប់គ្នាដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារយើងណាបងប្អូនបាទសូមបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនបាទជួយ share ឲ្យផងណាបាទសូមអរគុណ